សួស្តីបងប្អូនសិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះជួបជាមួយគ្រូសាស្ត្រថ្មីម្ដងទៀតហើយក្នុងវីដេអូឃ្លីបនេះផងដែរគ្រូមានគោលបំណងមួយក្នុងការចែករំលែកបងប្អូនលើមាតិកាទី3នៅក្នុងខ្លឹមសារមេរៀនទី3របស់យើងស្ដីអំពីល្បិចទូទៅនៃគំនិតដែលមាតិកាទី3នេះគឺស្ដីអំពីបញ្ញត្តិថ្មី2គឺវិភាគនិងសង្យោគតើបងប្អូនធ្លាប់សិក្សាលើបញ្ញត្តិវិភាគនិងសង្យោគនេះកន្លងមកហើយឬនៅបាទបើសិនជាបងប្អូនធ្លាប់សិក្សាហើយយើងគិតថាវីដេអូឃ្លីបនេះគ្រាន់តែជាការរំលឹកមេរៀនជូនបងប្អូនទៅចុះគ្រូសង្ឃឹមថាកូនវីដេអូឃ្លីបនេះនឹងជាគន្លឹះក៏ដូចជាជំនួយសម្រាប់ការវិភាគនិងសិក្សាទៅលើខ្លឹមសារមេរៀនទី3នេះដល់បងប្អូនតោះអញ្ចឹងយើងចូលមកសិក្សាទៅលើខ្លឹមសារមេរៀនយើងតែម្ដងតើវិភាគនិងសង្យោគមានអត្ថន័យយ៉ាងដូចម្តេចអញ្ចឹងបើសិនបើយើងយោងតាមសភៅសិលធម៌ពលរដ្ឋវិជ្ជារបស់យើងស្ដីអំពីបញ្ញត្តិវិភាគនេះលោកបានឲ្យនិយមន័យថាវិភាគជាការបំបែកអង្គធាតុមួយឲ្យទៅជាធាតុផ្សំផ្សេងឬការបំបែកអ្វីមួយដែលសាមញ្ញឲ្យទៅជាងាយស្រួលនឹងគឺជានិយមន័យនៃវិភាគឧទាហរណ៍យ៉ាងម៉េចឧទាហរណ៍គេយកទឹកមកវិភាគអញ្ចឹងនៅពេលដែលគេយកទឹកមកវិភាគគឺគេមើលទៅឃើញធាតុមានតែគេយកទឹកមកបំបែកបាទគេឃើញធាតុសំខាន់ចំនួន2គឺអុកស៊ីហ្សែនហើយនិងអ៊ីដ្រូសែននេះគឺជាលទ្ធផលនៃអំពើរបស់វិភាគហ្នឹងឯងបន្តមកទៀតនៅក្នុងខ្លឹមសារនេះលោកបានចែកវិភាគជា2សំខាន់គឺលោកចែកថាវិភាគមាន2គឺវិភាគពិតនិងវិភាគនៅក្នុងគំនិតតើអ្វីទៅជាវិភាគពិតហើយអ្វីទៅជាវិភាគនៅក្នុងគំនិតវិភាគពិតគឺជាវិភាគមួយដែលធ្វើឡើងនៅលើអង្គធាតុឬរូបធាតុឬវត្ថុពិតជាក់ស្ដែងឧទាហរណ៍គេយកម៉ាស៊ីនមួយយកមកវិភាគអញ្ចឹងគឺគេអាចបំបែកម៉ាស៊ីននោះទៅជាបំណែកផ្សេងផ្នែកផ្សេងគឺដើម្បីទៅស្វែងរកលើបញ្ហាដែលកើតឡើងនៅលើម៉ាស៊ីននោះឯវិភាគនៅក្នុងគំនិតគឺមានន័យថាជាការវិភាគមួយដែលធ្វើឡើងទៅក្នុងគំនិតសុទ្ធសាធគឺមិនមាននៅក្នុងលើរូបធាតុនោះទេឧទាហរណ៍យើងវិភាគពីគុណពីតោពីហេតុនិងផលឬក៏យើងសិក្សាអំពីអត្ថបទណាមួយរឿងរ៉ាវណាមួយប្រវត្តិសាស្ត្រណាមួយបញ្ហាណាមួយហេតុការណ៍ណាមួយគឺយើងតែងតែធ្វើនៅវិភាគនៅក្នុងគំនិតរបស់យើងដើម្បីស្វែងរកអំពីបញ្ហានៅក្នុងរឿងមួយនោះអញ្ចឹងយើងនឹងបានដឹងអំពីអ្វីខុសអ្វីត្រូវបាទអ្វីសមហេតុផលមិនសមហេតុផលគឺដោយសារតែការធ្វើវិភាគនៅក្នុងគំនិតនេះឯងដូច្នេះសរុបសេចក្តីមកវិញវិភាគគឺជាការបំបែកអង្គធាតុមួយឲ្យទៅជាធាតុផ្សំផ្សេងឬក៏ជាការបំបែកអ្វីមួយដែលស្មុគស្មាញឲ្យទៅងាយស្រួលហើយវិភាគត្រូវបានបែងចែកជា2គឺវិភាគពិតនិងវិភាគនៅក្នុងគំនិតរីឯបញ្ញត្តិមួយទៀតគឺបញ្ញត្តិសង្យោគតើសង្យោគមានអត្ថន័យយ៉ាងដូចម្តេចអញ្ចឹងប្រសិនបើយើងយោងតាមខ្លឹមសារនៃសៀវភៅរបស់យើងដដែលលោកបានឲ្យនិយមន័យថាសង្យោគជាការផ្សំឬការរៀបចំវត្ថុមួយឲ្យគុំឡើងឬបង្កើតឡើងឲ្យទៅជារូបរាងបាទនេះគឺជានិយមន័យនៃសង្យោគរបស់យើងហើយនៅក្នុងនោះសង្យោគលោកបានបែងចែកជា2ដូចគ្នាគឺសង្យោគពិតនិងសង្យោគនៅក្នុងគំនិតសង្យោគពិតមានន័យថាគេធ្វើនៅលើរូបធាតុមានន័យថាគេគុំវត្ថុគុំអ្វីដែលជារូបធាតុពិតនោះឲ្យលេចចេញជារូបរាងឡើងឧទាហរណ៍បើសិនបើយើងចង់គុំនៅគ្រឿងបង្គំណាមួយដែលយើងបានដោះចេញហើយនោះគឺយើងរៀបគ្រឿងបង្គំនោះឲ្យចេញជារូបរាងមួយហើយគ្រឿងបង្គំនោះបង្កើតបានទៅជាលទ្ធផលមួយឬសមិទ្ធផលមួយថ្មីតែម្ដងបាទនេះគឺជាអំពើនៃសង្យោគហ្នឹងឯងមានន័យថាប្រសិនបើមិនមានអំពើនៃសង្យោគទេគឺយើងមិនអាចបង្កើតបានទៅជារូបគុំអ្វីមួយបានទេឧទាហរណ៍រូបគុំពីគេឧទាហរណ៍តាក់ទងជាមួយនឹងរទេះគោបាទចាស់បុរាណមនុស្សបុរាណយើងធ្លាប់ប្រើរទេះគោអញ្ចឹងរទេះគោវាផ្សំគុំពីធាតុជាច្រើនមានកង់ផងមានប្រែកផងមានកាំផងមានទូផងបាទមានទ្រុងផងមានដុំផងមាននឹមផងមានទូកផងនិងមានរចនាសម្ព័ន្ធជាច្រើនដែលគេផ្សំគុំចូលគ្នាមកហើយបង្កើតបានទៅជារូបរាងរទេះមួយហើយនឹងគ្រឿងបង្គំផ្សេងទៀតដែលយើងឃើញជាក់ស្ដែងដែលយើងប្រើប្រាស់សពថ្ងៃគឺសិតតែប្រើនៅសង្យោគនេះឯង
ដូច្នេះអំពើនៃសង្យោគនេះគឺធ្វើឲ្យលេចឡើងជារូបរាងនៃវត្ថុមួយឯសង្យោគមួយទៀតគឺលោកឲ្យឈ្មោះថាសង្យោគនៅក្នុងគំនិតបាទសង្យោគនៅក្នុងគំនិតមានន័យថាយើងធ្វើឡើងតែនៅក្នុងវិចារណគំនិតរបស់យើងទេហើយសង្យោគនៅក្នុងគំនិតនេះទៀតសោតលោកបានបែងចែកជា3សំខាន់ទី1គឺលោកឲ្យឈ្មោះថាសង្យោគបញ្ញត្តិទី2លោកឲ្យឈ្មោះថាសង្យោគគណិតវិទ្យានិងទី3លោកឲ្យឈ្មោះថាបដិសង្យោគសង្យោគបញ្ញត្តិមានន័យថាជាការចាប់យកបញ្ញត្តិមួយឬពាក្យមួយឬន័យរបស់ពាក្យមួយនៅក្នុងអត្ថបទណាមួយឬនៅក្នុងការលើកឡើងណាមួយឬនៅក្នុងសន្ទរកថាណាមួយយកមកផ្គុំចូលគ្នាហើយបង្កើតបានទៅជាអត្ថន័យពេញលេញមួយដែលយើងបានយល់ដឹងអំពីបញ្ញត្តិនោះមានន័យយើងផ្សំផ្គុំពីបញ្ញត្តិមួយដែលគេធ្វើថ្លែងសន្ទរកថាឬក៏គេទៅសេអត្ថបទអីជាដើមយកមកផ្គុំចូលគ្នាយើងបានន័យជារួមមួយហ្នឹងគេឲ្យឈ្មោះថាសង្យោគបញ្ញត្តិឯសង្យោគមួយទៀតគឺសង្យោគគណិតវិទ្យាមានន័យថាមនុស្សយើងប្រើប្រាស់នៅតក្កវិទ្យាប្រើប្រាស់នៅគណិតវិទ្យាក្នុងការដោះស្រាយបញ្ហាអីមួយហ្នឹងគឺយើងប្រើនៅសង្យោគគណិតវិទ្យានឹងឯងដើម្បីស្រាយនៅបញ្ហានោះឯសង្យោគចុងក្រោយគឺលោកឲ្យឈ្មោះថាបដិសង្យោគតើពាក្យថាបដិសង្យោគមានអត្ថន័យដូចម្ដេចបដិសង្យោគមានន័យថាជាការសង្យោគមួយនៅក្នុងគំនិតដែលកើតឡើងពីគំនិតពីរបដិបត្តិនឹងគ្នាឬក៏គំនិតច្រើនដែលបដិនឹងគ្នាមានន័យថាប្រឆាំងគ្នាអញ្ចឹងយើងសង្យោគគំនិតពីរនឹងចូលគ្នាទៅហើយបង្កើតបានគំនិតមួយថ្មីផ្សេងទៀតដែលគំនិតមួយថ្មីផ្សេងទៀតហ្នឹងឯងលោកឲ្យឈ្មោះថាបដិសង្យោគដែលគំនិតមួយថ្មីនេះវាកើតមកពីណាកើតមកពីគំនិតពីរប្រឆាំងគ្នាហ្នឹងឯងបើសិនជាគ្មានគំនិតបដិបត្តិនឹងគ្នាទេក៏មិនអាចបង្កើតឲ្យមាននៅបដិសង្យោគបានដែរឧទាហរណ៍ក្នុងទ្រឹស្ដីមួយគេលើកឡើងទ្រឹស្ដីទាក់ទងជាមួយនឹងជីវិតចោះឧទាហរណ៍អ្នករូបវិទ្យាអ្នកសំទោសអ្នករូបធាតុនិយមគេថាម៉េចជីវិតនេះដើម្បីរស់នៅបានមានតម្លៃគឺត្រូវការមាសប្រាក់ទ្រព្យសម្បត្តិនឹងទៅជីវិតរស់នៅមានតម្លៃបានរីឯអ្នកមនោនិយមវិញអ្នកមនោនិយមលើកឡើងថាអត់ទេជីវិតនេះរស់នៅមិនមែនអាស្រ័យទៅលើមាសប្រាក់ទ្រព្យសម្បត្តិទេប៉ុន្តែជីវិតនេះរស់នៅដើម្បីមានតម្លៃទៅបានដល់តែមនុស្សមាននូវគុណធម៌នៅក្នុងខ្លួនឃើញទេអញ្ចឹងគំនិតពីរហ្នឹងគឺវាបដិបត្តិនឹងគ្នាបើថាអ្នករូបធាតុនិយមយល់ថាជីវិតនេះរស់នៅបានដល់តែមានមាសប្រាក់ទ្រព្យសម្បត្តិលុយឡានអីចឹងទៅបានរស់នៅមានន័យឯអ្នកមនោនិយមវិញឲ្យតម្លៃទៅលើគំនិតយល់ថាអត់ទេជីវិតនេះមិនមែនពឹងអាស្រ័យទៅលើមាសប្រាក់លុយកាក់ហ្នឹងទេប៉ុន្តែជីវិតនេះរស់នៅមានតម្លៃបានគឺដល់តែមានគុណធម៌នៅក្នុងខ្លួនមានសច្ចធម៌នៅក្នុងខ្លួនទើបជីវិតរស់នៅបានតាមគំនិតពីរនេះបដិបត្តិគ្នាបែបនេះអញ្ចឹងយើងអាចធ្វើនៅបដិសង្យោគមួយឬសង្យោគនៅក្នុងគំនិតមួយដែលលោកឲ្យឈ្មោះថាបដិសង្យោគនឹងឯងគឺយើងទាញថាជីវិតនេះគឺដើម្បីរស់នៅបានគឺមិនអាស្រ័យទៅលើទ្រព្យសម្បត្តិទាំងស្រុងហើយក៏មិនអាស្រ័យទៅលើគុណធម៌ទាំងស្រុងដែរប៉ុន្តែដើម្បីឲ្យជីវិតមាននៅគឺត្រូវមានទាំងពីរគឺមនុស្សត្រូវមានទាំងគុណធម៌ក្នុងខ្លួនមានទាំងមាសប្រាក់ទ្រព្យសម្បត្តិនិងរបស់ប្រើប្រាស់ល្អសមរម្យទើបជីវិតនេះរស់នៅបានប្រសើរបើជីវិតនេះរស់នៅមានតែគុណធម៌ក្នុងខ្លួនប៉ុន្តែអត់មានបាយហូបផងតើរោគសុភមង្គលមកពីណាតែបើសិនបើមានតែទ្រព្យសម្បត្តិល្អស្រស់ស្រាំហើយប៉ុន្តែបើអត់មានគុណធម៌នៅក្នុងខ្លួនជីវិតហ្នឹងក៏អត់ន័យដែរដូច្នេះដើម្បីឲ្យជីវិតមានន័យមនុស្សត្រូវមានទាំងគុណធម៌មនុស្សត្រូវមានទាំងទ្រព្យសម្បត្តិការដែលយើងសង្យោគគំនិតពីរដែលប្រឆាំងគ្នាដែលផ្ទុយគ្នានឹងហើយលោកឲ្យឈ្មោះថាបដិសង្យោគដែលបដិសង្យោគនេះគឺជាប្រភេទមួយនៃសង្យោគក្នុងគំនិតបាទដូច្នេះខ្លឹមសារនៃមេរៀនវិភាគនិងសង្យោគចំណុចវិភាគនិងសង្យោគនេះគ្រូសូមសង្ខេបត្រឹមតែប៉ុណ្ណឹងចុះចឹងគ្រូសូមសរុបមកវិញពាក្យថាវិភាគមានន័យជាការបំបែកអង្គធាតុឬបំបែកអ្វីមួយទៅជាធាតុផ្សេងធាតុផ្សំផ្សេងឬក៏ជាការបំបែកអ្វីមួយដែលសាំញ៉ាំឲ្យមកងាយស្រួលរីឯសង្យោគគឺជាការប្រមូលផ្គុំធាតុផ្សេងបញ្ចូលគ្នាហើយបង្កើតបានទៅជាវត្ថុមួយឲ្យលេចចេញជារូបរាងឡើងនៅក្នុងនោះលោកបានបែងចែកវិភាគជាពីរគឺវិភាគពិតនិងវិភាគនៅក្នុងគំនិតសង្យោគក៏ត្រូវបានបែងចែកជាពីរដែរគឺសង្យោគពិតនិងសង្យោគនៅក្នុងគំនិតសង្យោគពិតធ្វើនៅលើវត្ថុផ្ទាល់សង្យោគក្នុងគំនិតគឺធ្វើនៅក្នុងគំនិតតែម្ដងមានលក្ខណៈអរូបីហើយត្រូវបានគេបែងចែកជា
ជា3គឺសង្យោគបញ្ញត្តិសង្យោគគណិតវិទ្យានិងបដិសង្យោគដូច្នេះគ្រូសូមបញ្ចប់វីដេអូរបស់គ្រូត្រឹមតែប៉ុណ្ណេះហើយបើសិនបងប្អូនយល់ថាវីដេអូនេះមានខ្លឹមសារនិងជាគតិក្នុងការសិក្សារបស់បងប្អូនសូមបងប្អូនជួយចុច like និងចែករំលែកវីដេអូនេះបន្តទៅកាន់មិត្តរបស់បងប្អូនបាទសូមអរគុណ